រឿងពិធីបុណ្យអុំទូកតាពីព្រៃនាយមានក្មេងប្រុសម្នាក់ឈ្មោះចម្រើនរស់នៅក្បែរមាត់ទន្លេជារៀងរាល់ឆ្នាំពេលខែភ្លឺពេញវង្សទឹកទន្លេក៏ស្រកទៅវិញចម្រើនរំភើបចិត្តណាស់ព្រោះដល់ពិធីបុណ្យអុំទូកហើយប៉ានិងម៉ាក់ចម្រើនបាននាំគាត់ទៅមើលក្បាលមាត់ទន្លេគាត់ឃើញទូកវែងលាបពណ៌ឆើតឆាយនៅលើទូកគឺសុទ្ធតែអ្នកចែទូកខ្លាំងៗត្រៀមប្រណាំងគ្នាអ្នកចែទូកទាំងអស់ចៅព្រមគ្នារលកទឹកខ្ទាតពុះប្រេះឡើងជំរឿនលូតអហើយស្រែហូរកំត្រយយ៉ាងខ្លាំងនៅពេលល្ងាចគេឃើញមានប្រទីបដុតធំបំពាក់ដោយអំពូលភ្លើងពណ៌ស្រស់ស្អាតដូចជាប្រាសាទតុយអណ្ដែតលើផ្ទៃទឹកវាជាការបួងសួងដល់ព្រះម៉ែគង្គាដែលបានផ្ដល់ទឹកដល់មនុស្សលោកនិងជាការរំលឹកគុណដល់វីរបុរសសម័យដើមបន្ទាប់មកគឺពិធីសំពះព្រះខែនិងអកអំបុកចម្រើនបានអង្គុយមើលព្រះច័ន្ទពេញវង្សហើយបានហូបអំបុកលាយចេកនឹងដូងដែលមានរសជាតិឆ្ងាញ់ពិសាប៉ាចម្រើនប្រាប់ថាការអកអំបុកនេះគឺដើម្បីឲ្យយើងបានរំលឹកដល់ភាពសម្បូរសប្បាយនិងការដឹងគុណចំពោះទិន្នផលស្រូវអង្ករចម្រើនសប្បាយចិត្តខ្លាំងណាស់ព្រោះបុណ្យអុំទូកបានបង្រៀនគាត់ឲ្យចេះស្រឡាញ់ទឹកស្រឡាញ់ព្រះច័ន្ទនិងចេះដឹងគុណចំពោះបុព្វបុរសខ្មែរគ្រប់រូប